មានឆ្ងល់អត់ស្អីគេនឹងដាក់ទៅតាមទ្រុងផ្លូវហ្នឹងមកយកតុកមកអង្គុយមកថ្ងៃនេះ Gen C Survey Engineering បកស្រាយប្រាប់អ្នកទាំងអស់គ្នានេះគេហៅថា count នៅក្នុងភាសាអង់គ្លេសគេហៅថា traffic count វាត្រូវបានប្រើប្រាស់សម្រាប់ដាក់នៅលើទ្រុងផ្លូវឬក៏នៅលើចិញ្ចើមផ្លូវជាទូទៅ traffic count គេប្រើប្រាស់ក្នុងគោលបំណងដូចជាព្រមមានឬការបង្កើនការប្រុងប្រយ័ត្នបង្វែរទិសដៅចរាចរណ៍ឬក៏ខណ្ឌចែកទ្រុងផ្លូវអញ្ចឹងឯងបានយើងអាសាឃើញគេដាក់ខាំងអ្វីមួយដែលជាឧបសគ្គឬក៏អាចបង្កយើងមានគ្រោះថ្នាក់គឺតែងដាក់កោនដើម្បីការពារឬក៏បង្ហាញយើងឲ្យយើងដឹងពីគ្រោះថ្នាក់នៅខាងមុខសូមបន្ថែមតិចពាក់ព័ន្ធជាមួយផ្លាកសញ្ញាចរាចរណ៍ផ្លូវគោករបស់យើងបែងចែកជា10ប្រភេទធំៗមានដូចជា1ផ្លាកសញ្ញាគ្រោះថ្នាក់2ផ្លាកសញ្ញាបម្រាម3ផ្លាកសញ្ញាបញ្ជា4ផ្លាកសញ្ញាផ្ដល់សិទ្ធិអតិភិប5ផ្លាកសញ្ញាបន្ថែមពីក្រោយ6ផ្លាកសញ្ញាបន្តអាសន្ន7ផ្លាកសញ្ញាប្រាប់ដំណឹង8ផ្លាកសញ្ញាបង្ហាញទិសដៅ9ផ្លាកសញ្ញាប្រាប់ឈ្មោះតំបន់10ផ្លាកសញ្ញាប្រាប់ឈ្មោះផ្លូវអរគុណ